ធ្លាប់តែលើគេនិយាយថាមន់កូរ៉េឆ្ងាញ់ឥឡូវនេះគឺថា Two Sister បានមកសាកហើយសម្រាប់មន់នេះគឺគាត់ប្រើជាប្រភេទមន់ខ្មែររបស់យើងទេមន់ស្រស់ៗអត់មានបកកទុកទេប៉ុន្តែសម្រាប់គ្រឿងទេសក៏ដូចជារូបមន្តវិញគឺគាត់នាំចូលមកពីកូរ៉េហើយរសជាតិគឺឆ្នៃបានច្រើនមុខមែនតើអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តញ៉ាំមន់បែបនេះ Two Sister recommend តែម្ដងដែល Two Sister ទៅនេះគឺមានឈ្មោះថា One Chicken នៅខាងសែនសុខណាគឺថាការរៀបចំនៅក្នុងហាងរបស់គាត់ស្អាតមែនតើចេញមកបែប clean តែម្ដងហើយឥឡូវនេះគឺ One Chicken មានដល់ទៅ4សាខាហើយសម្រាប់ព័ត៌មានលម្អិត Two Sister ដាក់នៅលើ caption កុំភ្លេចចូលមើលទាំងអស់គ្នាហើយយើងចូលមកដល់ផ្នែកចង្ក្រានរបស់គាត់វិញគឺ Two Sister បានទៅឃើញផ្ទាល់ពីប្រសេសនៅក្នុងការធ្វើក៏ដូចជាការសម្អាតរបស់គាត់ឃើញថាស្អាតភ្លឹងតែម្ដងពុកម៉ែបងប្អូនគឺគាត់សម្អាតជាប្រចាំនៅពេលដែលយើងញ៉ាំទៅគឺមានទំនុកចិត្តខ្ពស់កុំបារម្ភរឿងអនាម័យព្រោះដោយសារតែគេបើកដល់ហាងធំប៉ុណ្ណេះហើយរឿងអនាម័យមួយគឺគិតគូរបានល្អិតល្អន់មែនតើជាពិសេសហាងកូរ៉េគឺគិតគូរណាស់ពុកម៉ែបងប្អូនហើយសម្រាប់សាច់មាន់វិញគឺគាត់មានច្រើនជម្រើសមានទាំងជាប្រភេទមាន់ដាក់អាំងនៅក្នុង microwave បែបនេះក៏ដូចជាមាន់បំពងណាហើយសម្រាប់ជម្រើសសាច់មាន់របស់គាត់ក៏មានច្រើនដែរហើយមានទាំងជាប្រភេទមាន់ដែលមានដាក់ជាមួយនឹងបន្លែចេះទៀតពុកម៉ែបងប្អូននិយាយទៅមួយចាននេះគឺទំនងតែម្ដងហើយសម្រាប់ Two Sister វិញណាគឺថាទៅដល់កន្លែងគាត់នេះហើយគឺអត់ភ្លេចទេជាមួយនឹងគ្រឿងឈៀបែបត្រជាក់នៅពេលដែលយើងញ៉ាំជាមួយនឹងសាច់មាន់ចេះដាក់ឈៀចេះមកគឺត្រូវមែនតើអញ្ចឹងពុកម៉ែបងប្អូនអាចទៅជាលក្ខណៈគ្រួសារក្រុមការងារអីគឺត្រូវតែម្ដងព្រោះដោយសារនៅទីនេះគឺគាត់រៀបចំស្អាតសំខាន់រសជាតិឆ្ងាញ់ហើយតម្លៃគាត់មកល្មមគួរសមដែលយើងអាចទទួលយកបានណាហើយសម្រាប់មួយចាននេះវិញពុកម៉ែបងប្អូននិយាយទៅគឺថាយើងទៅញ៉ាំអីគ្នា3 4នាក់អីញ៉ាំគ្រាន់ណាហើយយើងអាចហៅបន្ថែមទៀតមកហើយខាងនេះវិញគឺគេមានដាក់បន្ទាប់ជាមួយនឹងឆៃថាវពុកម៉ែបងប្អូនសតបឆៃថាវហ្នឹងគឺថារសជាតិបែបប្លែកម្យ៉ាងរៀងជូរហើយយើងដាក់ជ្រលក់ជាមួយទឹកសោះអញ្ចេះទៀតមកអូយគឺថាឆ្ងាញ់មែនតើជាតិសាហាវហ្មងហើយសម្រាប់សាច់មាន់បំពងនេះវិញគឺជា unique ប្រចាំហាងតែម្ដង One Chicken នេះគឺប្រមូលផ្ដុំទៅដោយសាច់មាន់ហើយសម្រាប់សាច់មាន់នេះក៏គាត់មានពីរប្រភេទដែរជាប្រភេទមាន់ឆ្អឹងក៏ដូចជាមាន់អត់ឆ្អឹងណាហើយគាត់មានច្រើនជម្រើសរសជាតិប៉ុន្តែ Two Sister យកពីជាប្រភេទមាន់ដែលគាត់ប្រឡាក់ជាមួយនឹងទឹកសោះក៏ដូចជាមាន់បំពងធម្មតាប៉ុន្តែនៅពេលដែលញ៉ាំទៅមិនចាំបាច់ជ្រលក់មួយទឹកជ្រលក់ក៏ឆ្ងាញ់ដែរគឺគេមានជាតិនៅខាងក្នុងនឹងតែម្ដងហើយសម្រាប់ខាងនេះវិញគឺជាប្រភេទមាន់ដែលគេមានដាក់ជាមួយនឹងខ្ទឹមសស្តៀងមាន់ដុតខ្មែរយើងអញ្ចឹងប៉ុន្តែរសជាតិអត់ដូចគ្នាទេរបៀបថាគ្រឿងរបស់គេដាក់មកគឺជាប់សាច់ខាំជាមួយសាច់បានល្អមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំមាន់កូរ៉េគឺថាអាចមកញ៉ាំនៅទីតាំងមួយកន្លែងនេះបានអាចនិយាយបានថាចង់ញ៉ាំមាន់កូរ៉េមក One Chicken អីអញ្ចឹងណាហើយសម្រាប់សាច់មាន់វិញឡើងផ្អែមគាត់ប្រើទៅជាប្រភេទមាន់ខ្មែរយើងមាន់ស្រស់ៗគាត់មានប្រើជាមួយនឹងមាន់ក្លាសេបកកទុកអីទេហើយបើសិនជាមាន់ហ្នឹងទោះបីជាមាន់ស្រស់ក៏ដោយបើមានធុំក្លិនតិចតួចអីក៏គាត់អត់មានយកមកលក់ដែរពុកម៉ែបងប្អូននិយាយទៅគឺថាកន្លែងនេះគាត់គិតគូរពីអនាម័យមែនតើហើយខាងនេះវិញគឺជាប្រភេទស៊ុបដុកឌឺសម្រាប់រសជាតិគឺបែបឆ្ងាញ់ប្លែកម្យ៉ាងអញ្ចឹងពេលដែលពុកម៉ែបងប្អូនបានទៅដល់ហើយកុំភ្លេចហៅមីនុយមួយមុខនេះមកសាកផងណាអញ្ចឹងត្រឡប់មកវិញសម្រាប់ទីតាំងហាង One Chicken នេះគឺបើកដំណើរការនៅក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ2013មកម្លេះឥឡូវហ្នឹងគឺមាន4សាខាហើយនៅទីនេះគឺមានបើកចាប់ពីម៉ោង11ព្រឹករហូតដល់ម៉ោង10យប់ហើយគាត់ក៏មានជាប្រភេទឈៀដែលយើងអាចទៅជាមួយនឹងក្រុមគ្រួសារក៏ដូចជាក្រុមការងារបានដែរអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister មានតែប៉ុណ្្នឹងទេបាយ